សួស្តីបងប្អូនទាំងអស់គ្នារីករាយដែលបានជួបគ្នាជាថ្មីក្នុង Channel ពិភពអាត់កំបាំង KH ម្ដងទៀតបន្ទាប់ពីវីដេអូមុនយើងបានទៅដល់ប្រទេសជប៉ុនថ្ងៃនេះខ្ញុំនឹងនាំបងប្អូនហោះឆ្ពោះទៅកាន់តំបន់បច្ឆិមបូព៌ាវិញម្ដងនោះគឺទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួមបងប្អូនដឹងអត់កាលពី50ឆ្នាំមុនឌូបៃគ្រាន់តែជាវាលខ្សាច់ដ៏ស្ងប់ស្ងាត់មួយប៉ុណ្ណោះប៉ុន្តែពេលនេះវាបានក្លាយជាទីក្រុងដែលទំនើបបំផុតនិងសម្បូរទៅដោយរឿងរ៉ាវហួសចិត្តដែលពិភពលោកនឹកស្មានមិនដល់ថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅមើលកំពូលរឿងប្លែកៗទាំង10ដែលធានាថាបងប្អូននឹងចំហមាត់តាំងពីដើមរហូតដល់ចប់វីដេអូតែម្ដងកុំភ្លេចណាតាមដានរឿងរ៉ាវប្លែកៗទាំងអស់គ្នាតោះកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមសាច់រឿងយើងទាំងអស់គ្នា1កោះរូបដាប់ថ្នោតកណ្ដាលសមុទ្រឌូបៃមិនមែនត្រឹមតែសាងសង់អគារលើដីទេតែគេលេងសាងសង់ដីកណ្ដាលសមុទ្រតែម្ដងកោះផាមជូម៉ារ៉ាគឺជាកោះសិប្បនិមិត្តដែលសាងសង់ឡើងជារូបដាំថ្នោតដ៏ធំសម្បើមគេប្រើខ្សាច់និងថ្មរាប់លានតោនមកចាក់បំពេញកណ្ដាលសមុទ្រដែលធ្វើឲ្យវាមើលឃើញរូបរាងយ៉ាងច្បាស់ពីលំហអាកាសបងប្អូនសាកគិតមើលគេមានលុយដល់ថ្នាក់ចាក់ដីលុបសមុទ្រធ្វើកោះលេងបើស្រុកជើងវិញចាក់ដីលុបបឹងធ្វើបរិយគឺថាធំសម្បើមណាស់ទៅហើយតែឌូបៃលេងចាក់កណ្ដាលសមុទ្រធ្វើកោះរូបតាមថ្នោតតែម្ដងចង់ដឹងមែនថាតើគេប្រើឡានដឹកដីប៉ុន្មានលានគ្រឿងទើបចាក់ពេញហ្នឹងណោះហើយបើថ្ងៃក្រោយគេចង់ធ្វើកោះរូបទុរេនឬរូបមាត់ដុតទៀតប្រហែលជាឌូបៃគេធ្វើបានទៀតហើយបងប្អូនអើយមើលទៅពីចំណតឡានក្រុងមានម៉ាស៊ីនត្រជាក់នៅឌូបៃអាកាសធាតុគឺក្តៅខ្លាំងណាស់ជួនកាលឡើងដល់50អង្សាសេឯណោះដូច្នេះដើម្បីកុំឲ្យអ្នករងចាំឡានក្រុងត្រូវហូរញើសដូចងូតទឹកខាងរដ្ឋាភិបាលគេបានធ្វើចំណតឡានក្រុងដែលមានទ្វារកញ្ចក់បិទជិតនិងបំពាក់ម៉ាស៊ីនត្រជាក់យ៉ាងត្រជាក់ស្រួលនៅខាងក្នុងអូហូសម្បីតែចំណតឡានក្រុងក៏មានម៉ាស៊ីនត្រជាក់ដែរណោះចុះបើបងប្អូនយើងខ្លះទៅដល់ទីនោះប្រហែលជាដេកលក់នៅចំណតឡានក្រុងនឹងបាត់ហើយមើលទៅមិនបាច់ជិះឡានក្រុងទៅណាទេព្រោះវាត្រជាក់ស្រួលពេកណោះបើស្រុកយើងវិញចាំឡានក្រុងមិនដើរបោកផ្លិតមិនដើរញើសហូរចូលខ្នងបាត់ទៅហើយបងប្អូនបើមានចំណតបែបនឹងនៅស្រុកយើងវិញប្រហែលជាមានអ្នកយកភួយយកខ្នើយទៅដេកចាំឡានក្រុងពេញនឹងបាត់ទៅហើយបងប្អូនមើលទៅ3ការប្រណាំងអូតប្រើមនុស្សយន្តការប្រណាំងអូតគឺជាកីឡាប្រពៃណីរបស់ជនជាតិអារ៉ាប់ប៉ុន្តែដោយសារបារម្ភពីរឿងសុវត្ថិភាពក្មេងៗពេលនេះគេបានបដូរមកប្រើមនុស្សយន្តតូចៗឬ Robert Jockey មកជិះជំនួសវិញមនុស្សយន្តទាំងនេះត្រូវបានគេបញ្ជាតាមតេឡេពីចម្ងាយដើម្បីឲ្យវាវាយរំពាត់ឲ្យអូតរត់លឿនបងប្អូនមើលចុះសំបីតែអូតក៏ជិះមនុស្សយន្តដែរបច្ចេកវិទ្យាគេជឿនលឿនដល់ថ្នាក់ហ្នឹងចុះបើកំពុងប្រណាំងសុកមនុស្សយន្តនឹងវាអស់ថ្មឬវាគាំងតើអូតវាឈប់រត់ដែរអត់ណោះឬក៏អូតវាដើរទៅរកផឹកទឹកបាត់ទៅសម័យនេះសំបីតែសត្វអូតក៏ត្រូវដើរឲ្យទាន់បច្ចេកវិទ្យាដែរមិនមែនលេងសើចទេណាបងប្អូន4ម៉ាស៊ីនដកមាសសុទ្ធបងប្អូនធ្លាប់តែឃើញម៉ាស៊ីន ATM គេដកលុយក្រដាសមែនទេតែនៅតាមផ្សារទំនើបធំៗនៅឌូបៃគេមានម៉ាស៊ីន ATM ដែលបងប្អូនអាចដាក់លុយចូលរួចដកមាសដុំសុទ្ធ24ការ៉ាត់ចេញមកបានភ្លាមៗតែម្ដងនិយាយមែនបងប្អូនបើខ្ញុំមានសំណាងបានទៅដល់ទីនោះប្រហែលជាឈរជាមុខម៉ាស៊ីននឹងពេញមួយថ្ងៃហើយក្រែងលោវិជ្រុះមាសមកក្រៅខ្លះបើដកបានមាសមួយដុំប្រហែលជារត់មិនចង់រួចទេបងប្អូនអើយព្រោះវាក្តៅផងធ្ងន់ផងចុះបើម៉ាស៊ីននឹងវាគាំងស៊ីលុយយើងហើយអត់ព្រមចេញមាសឲ្យតើត្រូវប្តឹងនៅកន្លែងណាទៅណោះបងប្អូន5សត្វចិញ្ចឹមខ្លានិងតោមហាសេដ្ឋីនៅឌូបៃចូលចិត្តបង្អួតភាពមានបានប្លែកពីគេបងប្អូនអាចនឹងឃើញខ្លាតោឬខ្លារខិនអង្គុយនៅកៅអីខាងមុខនៃឡានទំនើបជាមួយម្ចាស់របស់វាសត្វសាហាវទាំងនេះត្រូវបានគេចិញ្ចឹមដូចជាឆ្មាអញ្ចឹងបងប្អូនសាកស្រមៃមើលបើកំពុងជិះឡានសុកងាកទៅខាងឃើញតោនៅឡានចិត្តខាងកំពុងសម្លឹងមកយើងតើបងប្អូនហ៊ានបើកកញ្ចក់ឡានអត់ខ្លាចតែវាមកសុំស្គាល់គ្នាអានឹងដឹងតែរត់មិនទាន់ទេបងប្អូនអើយឲ្យតែមានលុយសំបីតែស្ដាច់សัตว์ក៏ខ្លាចជាកូនឆ្មាដែរចុះពេលវាឃ្លានតើវាញ៉ាំចំណីឆ្មាឬញ៉ាំម្ចាស់វាទៅណោះបើវានៅអង្គុយខាងមុខជាមួយម្ចាស់វានឹងហើយហ្នឹងបងប្អូនឆ្ងល់អត់មើលទៅបើខ្ញុំវិញខ្ញុំគិតថាប្រហែលវាញ៉ាំម្ចាស់វាមុនហើយបងប្អូនបើនៅអង្គុយចិត្តម្ចាស់នឹងហើយតែញ៉ាំអីផ្សេងទៀត6ជីស្គីទឹកកកកណ្ដាលវាខ្សាច់ទោះបីជាខាងក្រៅក្តៅចង់ឆេះតែឌូបៃមានកន្លែងជីស្គីទឹកកកក្នុងផ្ទះដ៏ធំបំផុតដែលមានសីតុណ្ហភាពក្រោម0អង្សាសេគេមានទាំងព្រិលធ្លាក់មែនតែននិងមានសត្វ Penguin រស់នៅទីនោះទៀតផងបងប្អូនអើយចេញក្រៅក្តៅចង់ងាប់ចូលក្នុងត្រជាក់ចង់កកឈាមឌូបៃគេចង់ផ្សាញ់ធម្មជាតិតែម្ដងអីក៏គេធ្វើបានដែរកណ្ដាលវាខ្សាច់សោះគេលេងធ្វើឲ្យមានព្រិលធ្លាក់បានបើបានទៅជីស្គីនៅទីនោះប្រហែលជាត្រូវពាក់អាវរងា5ជាន់បានរស់មើលទៅព្រោះវាខុសគ្នាខ្លាំងពេកជាមួយធាតុអាកាសខាងក្រៅបងប្អូន7អាហារស្រោបមាសនៅឌូបៃមាសមិនមែនសម្រាប់តែពាក់ទេបងប្អូនតែសម្រាប់ញ៉ាំទៀតផង
បងប្អូនអាចរកទិញការ៉េមកាហ្វេឬសូម្បីតែមាន់ដុតដែលមានស្រោបមាស24ការ៉ាត់បងប្អូនដែលអាចញ៉ាំបានពិតមែនណាបងប្អូននិងមានតម្លៃរាប់រយដុល្លារក្នុងមួយមុខញ៉ាំមាសចូលទៅក្នុងពោះហ៎បងប្អូនអើយបើខ្ញុំវិញញ៉ាំហើយប្រហែលជាមិនហ៊ានបត់ជើងធំទេខ្លាចស្ដាយមាសដែលញ៉ាំចូលទៅហ៎បងប្អូនមួយម៉ាត់រាប់រយដុល្លាររសជាតិវាមិនទៅណោះបើវាឆ្ងាញ់ដូចមាសឬឆ្ងាញ់ដូចមាន់ដុតធម្មតាទេបងប្អូនអ្នកមានគេញ៉ាំមាសចំណែកយើងវិញញ៉ាំម្នាស់សិនទៅបងប្អូនអើយ 8. ឡានប៉ូលីសស៊េរីទំនើបបំផុតប៉ូលីសឌូបៃមិនជិះឡានធម្មតាទេបងប្អូនគឺជិះលេងសុទ្ធតែ Lamborghini Ferrari Aston Martin និង Bugatti ហ៎បងប្អូនឡានប៉ូលីសមួយគ្រឿងតម្លៃរាប់លានដុល្លារដែលគេប្រើសម្រាប់ដេញចាប់ឡានល្បឿនលឿននិងសម្រាប់បង្ហាញដល់ភ្ញៀវទេសចរបងប្អូនអើយបើឡានប៉ូលីសស៊េរីកប់ថ្នាក់ហ្នឹងទោះចោលជិះឡានលឿនប៉ុណ្ណាក៏ដេញទាន់ដែរបើខ្ញុំវិញចង់ឲ្យប៉ូលីសចាប់ណាស់ឲ្យតែបានជិះឡាននឹងមួយផ្លេតក៏អស់ចិត្តដែរបងប្អូន បើនៅស្រុកយើងវិញឡានប៉ូលីសជិះឡានទឹកដីដេញចាប់ឡាន Lamborghini ប្រហែលជាដេញមិនទាន់ទេបងប្អូនអើយ 9. សន្តាគារផ្កាយ7សន្តាគារអារ៉ាប់គឺជាសន្តាគារតែមួយគត់ដែលគេឲ្យឈ្មោះថាផ្កាយ7បងប្អូនខាងក្នុងគឺស្រោបមាសស្ទើរតែគ្រប់កន្លែងភ្ញៀវដែលចូលសម្រាកនឹងទទួលបាន iPad មាស24ការ៉ាត់សម្រាប់ប្រើប្រាស់ម្នាក់មួយគ្រឿងទៀតផង iPad មាសទៀតហើយបងប្អូនអើយសម្បីតែបង្គន់ក៏ស្រោបមាសដែរមែនអត់ទេបើបានសម្រាប់មួយយប់ប្រហែលជាមិនហ៊ានគេងទេបងប្អូនខ្លាចខាតម៉ោងមើលមាសក្នុងបន្ទប់ហ៎បងប្អូនហើយបើមុននឹងចេញទៅវិញយូរ iPad មាសនឹងមកផ្ទះបាត់តើគេដឹងអត់ណោះនិយាយលេងទេបងប្អូនរបស់គេថ្លៃណាស់នៅទីនោះ 10. អគារខ្ពស់បំផុតនៅក្នុងលោក Khalifa ជាអគារខ្ពស់បំផុតដែលមានកម្ពស់828ម៉ែត្រវាខ្ពស់ខ្លាំងដល់ថ្នាក់បងប្អូនអាចមើលថ្ងៃលិចបាន2ដងក្នុងមួយថ្ងៃក្នុងពេលតែមួយម្ដងនៅជាន់ក្រោមនិងម្ដងទៀតនៅជាន់លើបំផុតដោយសារវាខ្ពស់ហួសពីខ្សែកោងនៃផែនដីខ្ពស់ដល់ថ្នាក់មើលឃើញមកពកនៅក្រោមជើងបងប្អូនសហគិតមើលបើកំពុងជិះជណ្ដើរយន្តសុកវាគាំងនៅពាក់កណ្ដាលផ្លូវតើត្រូវធ្វើម៉េចទៅណោះប្រហែលជាត្រូវហោះចេញតាមមកងួយហើយឌូបៃពិតជាអស្ចារ្យមែនបងប្អូនមនុស្សអាចសាងសង់អគារខ្ពស់ដល់ថ្នាក់នឹងកណ្ដាលវាខ្សាច់បានណាបងប្អូនមិនធម្មតាទេបាទទាំងនេះគឺជារឿងកំពូលប្លែកៗទាំង10នៅទីក្រុងឌូបៃចុះបងប្អូនវិញហួសចិត្តនឹងចំណុចណាជាងគេកុំភ្លេចខមមិនប្រាប់ខ្ញុំផងណាបើសិនបើបងប្អូនពេញចិត្តវីដេអូនេះកុំភ្លេចចុច like និង Subscribe Channel ពិភពអាត់កំបាំង KH ដើម្បីតាមដានរឿងប្លែកៗជុំវិញពិភពលោកនៅក្នុងវីដេអូក្រោយៗទៀតសូមអរគុណសម្រាប់ការតាមដានទស្សនាហើយជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយសូមអរគុណនិងសូមជម្រាបលា